សួស្តីថ្ងៃនេះបានមកលេងខេត្តស្វាយរៀងផ្ទះមីងនិងផ្ទះបងចដុនមួយមកដល់គឺពួកគាត់ហាស្រូវច្រើនមែនទែនតែស្រូវដែលពួកគាត់ហានេះតាមតែហ្វាក់គួរទៅកាន់ពូថាលក់បានតែ1គីឡូ600លុយខ្មែរគាត់ប៉ុន្តែដល់ពេលអាស្រូវម្លិះគាត់លក់បានថ្លៃ1200ពីអាស្រូវម្លិះដែលខ្ញុំទិញនៅខាងខេត្តកំពង់ស្ពឺផ្ទះគ្រួសារខ្ញុំលក់បានតែ950ក្នុង1គីឡូនេះគឺទិដ្ឋភាពក្រោយផ្ទះពីមុនមីងចំមន់ច្រើនណាកាលពីថា10ឆ្នាំមុនចាស់ដែលមកលេងលើកចុងក្រោយមន់ច្រើនមែនតែដល់ឥឡូវមីងថាល្បល់កាច់មកហើយនៅតែប៉ុណ្ណឹងក្រោយផ្ទះតាមបែបស្រុកស្រែគាត់មានអីច្រើនមានតែដាំល្ហុងដាំដូងដាំទឹកដោះអីចឹងទៅជាដំណាំដែលយើងទុកចោលមិនបាច់ថែទាំក៏វាដុះដែរតែនៅខាងមុខផ្ទះមានក្រូចថ្លុងមួយដើមក្រូចថ្លុងនេះផ្លែច្រើនណាស់ច្រើនមែនតើគាត់ថាផ្លែខ្លះក៏វាមានស្អុយខ្លះចឹងទៅហើយខ្ញុំនេះតាដើរថតក្រូចថ្លុងរបស់មីងថតចុះថតឡើងកលឹងចុះកលឹងឡើងពេលមីងចុះពីលើផ្ទះវិញមីងក៏បាននេះអង្អែលក្រូចថ្លុងមីងចុះឡើងអត់មានតាណាសោះអស់ពីអង្អែលអាស្អុយទៅអង្អែលអាក្តឹបអស់ពីអង្អែលអាក្តឹបដើរថតចុះថតឡើងឃើញក្រូចថ្លុងគាត់ច្រើនពេកខ្វាកមើលដល់ពេលបន្ទោះមីងមកឃើញមីងក៏ចុះមកបេះក្រូចថ្លុងឲ្យទៅតែអង្អែលចុះអង្អែលឡើងនេះក្រូចថ្លុងនេះគឺខ្ចីទុំតែ2នៅខាងលើមីងមកឃើញថតពេកមីងក៏ទាញតពួកបេះឲ្យមួយក្រូចថ្លុងនេះគឺថាផ្អែមមែនតែនចាំមើលមីងខ្ញុំក៏បេះទៅបងស្រីខ្ញុំគាត់អ្នកចិត្តឲ្យភ្លក់សិនយើងភ្លក់ក្រូចថ្លុងហើយខ្ញុំក៏បន្តដំណើរទៅផ្ទះបងចដូនមួយម្ដងបងចដូនមួយក៏គាត់ធ្វើស្រូវបានច្រើនដែរប៉ុន្តែស្រូវគាត់ថាខូចអស់ខ្មៅអញ្ចឹងទៅអានេះគឺគាត់ហាលទុកឲ្យមន់ទេអត់បានលក់ទេតែស្រូវខាងនេះគឺស្រូវហាលទុកលក់តែស្រូវគាត់នេះក៏គាត់ថាដែរថាលក់បានតែ1គីឡូ600លុយខ្មែរទេអត់ដឹងថាស្រូវអីដែរតែលក់បានថោកខ្លាំងណាពីឯឃើញនេះគឺធានថ្នោតគាត់យកមកធ្វើខ្លែងឯកគាត់ថាធ្វើខ្លែងឯងគាត់ធ្វើលេងទេគាត់ថាពេលត្នេអញ្ចឹងទៅបងចដូនមួយគាត់ធ្វើលេងតែបងប្រុសហើយនេះវិញខ្ញុំមើលដំបងក៏អត់ដឹងថាអីដែរដល់ពេលហើយបងស្រីខ្ញុំគាត់ថានេះគេធ្វើឆ្អឹងបកីគាត់ធ្វើច្រើនណាមិនដឹងថាគាត់ធ្វើលក់ឬក៏គាត់ធ្វើទុកប្រើភ្លេចគូគាត់ទៅតែឆ្អឹងបកីនេះកាលនៅទុយក៏ខ្ញុំធ្លាប់ឃើញដែរតែខ្ញុំភ្លេចទៅព្រោះខ្ញុំខានទៅស្រុកខាងឪពុករបស់ខ្ញុំហ្នឹងវារយៈពេលជិត10ឆ្នាំហើយតើតាថ្ងៃនេះមានឱកាសទៅលេងក៏បានឃើញឆ្អឹងបកីទៀតប៉ុន្តែអត់សំណាងល្អបងប្រុសចដូនមួយក៏អត់នៅអត់មានអ្នកធ្វើឲ្យមើលក៏មិនបានថតវីដេអូគេធ្វើបកីបានទស្សនវិជ្ជាជុំវិញផ្ទះបងចដូនមួយនៅឯខាងខេត្តស្វាយរៀងគាត់មានដាំម្នាស់ដាំអីចឹងទៅតែម្នាស់អត់មានផ្លែខំវែកមើលបន្ទាប់ពីមើលដំណាំហើយចង់បបួលអ្នកទាំងអស់គ្នាទៅមើលជង្រុកស្រូវខាងខេត្តស្វាយរៀងជង្រុកស្រូវគេគឺធ្វើពីដីឥដ្ឋលាយជាមួយនឹងចំបើងមានដំបូលហ្វាំងកាហ្វេជង្រុកស្រូវតាមដែលមីងថាគឺមានអាយុកាលជាង40ឆ្នាំហើយវីដេអូខ្ញុំក៏បានដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ